ការពីតែត្រឡប់វិញឆាបយកបាល់បានឆ្កឹះបន្តិចលូតតែដោយស៊ីដានយកបាល់ស៊ីដានយកកាត់ដៃទេស៊ីដានទាញចូលជួយវិញស៊ីដានមកផ្លោងចូលក្នុងហើយនេះប៉ាប្លូកាស្តូហ្គាប៊ីអូយប្រេឌីញ៉ូមិនទាន់4នាទីស្រួលមួយផងប្រេឌីញ៉ូរកបានគ្រាប់បាល់បញ្ចូលទីនាំមកឲ្យព្រះខ័នរីស្វារៀងលើក្រុមចាំផ្ទះអធិស្ឋានលើក្រុមភៀវម៉ាឌូរ៉ា1-0ការបញ្ជូនរបស់ញៀនសុកស៊ីដានផុត1ផុត2ប្រេឌីញ៉ូទាត់កាប់បញ្ចូលទីបានយ៉ាងល្អមិនឲ្យអ្នកចាំទីរបស់ម៉ាឌូរ៉ាកីឡាករមីស្វ៉ាសាពូត្រានូឌីនសង្គ្រោះបានទេយើងមើលត្រង់នេះការតែទម្លាក់ឲ្យមុនប្រចាំបញ្ជូនរបស់វិញគៀសមួយទាញចូលជួយដើម្បីងាយស្រួលបញ្ជូនចូលក្នុងមកក្រឡកបន្តិចផុតក្បាលទាត់បញ្ចូលទីបានយ៉ាងល្អ1-0អូយបាទគុណភាពនៃការបញ្ចប់ទីរបស់ Brandinho បាទមើលទៅមិញបាទសក់នោះស្តៀងនឹង Gabi ខំស្លាយតែ Gabi ប៉ុន្តែមិនមែន Gabi ទេគឺ Brandinho អ្នករកគ្រាប់បាល់ក្នុងនៃការលេងបាទរបស់ស្វ័យរៀងបាទគឺល្អឥឡូវនេះគាត់ឃើញឱកាសរបស់ស្វ័យរៀងទៅបន្តទៀតត្រង់នេះញាក់មួយសិនអត់ទៅមុខសុំជើងចូលមួយជើងស្រាំនេះបាទពីមុនប្រចាំ4កងឲ្យព្រះខ័នរីស្វ័យរៀងបន្តនាំមុខលើ Madura United 2-0នៅនាទីទី6សំលេងបាទគឺអើងកងបាទហូបពេញទូកឡាឋានបាទជាមួយនឹងស្នាមញញឹមបាទរបស់អាយដាមឌីវិជាដែលជាប្រធានក្លឹបតតម្ដងបាទគឺរីករាយនឹងចង់ឃើញបាទការប្រកួតលទ្ធផលបាទបែបនេះបាទដែលព្រះខ័នរីធ្វើបានយើងទស្សនាការលេងចេញពីតំបន់ការពារឲ្យប៉ាសេផលស្នៀតកីឡាករឡាវមុនប្រចាំ4កងត្រង់នេះបាទគឺអូសយកឡើងបាទសុទ្ធផុតដៃប្រចាំទីបាទបុកជាមួយនឹងគោលចូលទីបានសម្រេចបាទត្រឹមតែ6នាទីមកចាប់ផ្ទះស្វ័យរៀងបាទធ្វើបានល្អមែនទែនបាទ2-0បាននាំមុខទៅលើក្រុមខ្ញុំ Madura United គ្រាប់ទី1មិញបាទគឺ Brandinho គ្រាប់បាទរត់ឃើញចំណាឲ្យចំណងចូលផ្លោះជើងល្អមែនទែន Gabi កាត់ទៅហើយមិនរត់ការបញ្ជូនដ៏ល្អការបញ្ចប់ទីដោយគ្មានកំហុស3-0ភាពស៊ីចង្វាក់គ្នាបច្ចេកទេសរបស់ Gabi ទាញផ្លោះជើងខ្សែការពារកាត់ស្រាលត្រង់មិនរត់ head in ចូលទីបានសម្រេចតក់ក្រៅខ្លាំងមែនទែនហើយសម្រាប់ព្រះខ័នរីស្វ័យរៀងក្នុងជើងទី1នេះ3-0បាទយើងមើលការបញ្ជូនខ្សែការពារបាទចូលផ្លោះជើងត្រង់នេះ Gabi បញ្ជូនចូលផ្លោះជើងម្នាក់ទៀតអូយបាទមុនទៅរកខឹងមែនទែនបាទនេះបាទអត់ជួយចាប់រតនៈបាទឲ្យគាត់ខឹងរំក្រុមឲ្យរតនៈមកតែឯងបាទជាប់ការពីជាមួយហើយនេះក៏បើកការវាលើនៅត្រង់នេះមុនប្រចាំបងបញ្ជូនឲ្យ Gabi ចាក់បញ្ចូលទីបានយ៉ាងស្អាតត្រឹមតែការប្រកួត5នាទីដំបូងប៉ុណ្ណោះបាទកីឡាករជំនឿឡើងបញ្ជូនដល់កីឡាករជំនឿប្រេស៊ីលឲ្យជាមួយនឹង Brandinho បញ្ជូនទៀតគ្នាត្រឹមទីថៃ2ដងបាទមុនប្រចាំបងថៃ2ដងបាទគាត់រំលោភលោកការពារពីនេះឲ្យចាក់បញ្ចូលទីបានយ៉ាងល្អមិនមានការប្លុកទេបាទមិនទៅដាក់ទីមកដែរប៉ុណ្ណឹងបាទបើក៏ស្មើនៅក្នុងនាទី27ការបញ្ជូនដល់ទាត់ព្រីទីហើយការតែបន្ថែមរបស់ការពារ Pedro Filipe Montero ធ្វើឲ្យលទ្ធផល Madura 1-1ជាមួយប្រកាន់នេះរៀងបាទបញ្ឆោតយ៉ាងល្អទាត់មកយ៉ាងល្អពី Lulinya តែបញ្ចូលទីដោយ Montero 1-1បាទគ្រាប់បាល់ត្រប់1-4តែក៏មានគ្រាប់បាល់ព្រាបដែរបាទ1នាទីក្រោយមកគឺកីឡាករ Gabi ជាបញ្ជូនទៅឲ្យមុនប្រចាំ4កងលើចោះខាងនេះបាទបញ្ជូនលោកទៅការពារមកល្អណាស់បាទគ្រាប់តាពីប្រទេសឥណ្ឌូនេស៊ីសូស៊ីដានៅក្នុងនាទី56បញ្ជូនបានយ៉ាងល្អបញ្ជូនបានយ៉ាងល្អគ្រាប់បាល់នេះគឺមិនផ្លោះផ្លោយទេមិនប្រណាជំនះគាត់គ្រាប់ទី3ឲ្យព្រះខ័ននេះមករៀនហើយគ្រាប់បាល់ឡើងដល់ប្រាក់មួយចោះបាទនេះគឺតាមផ្ទះការខ្លះហើយរតនៈមកឲ្យខូចបានទេបាទវិធីការចាំឡើងចូលលេងក្រាប់យ៉ាងការដោះដូរកីឡាករមកលេងគឺអត់បញ្ហាបាទតាមលេងទៅលេងពេញតែទីល្អណាស់ក្រោយមកបានមួយនាទី57មិនទៅទៀតបាន2-3ដល់ពេល2-3លោកបានកំពុងឡើងទៅ2-1បាទតទៅក្រោយមកទៀតបងមែនគឺគ្រាប់ទី3របស់លោកបាទបានឡានៅពេលដែលគាត់របស់កីឡាករបានឡាបាក់ចូលទីបាក់ជើងរបស់កីឡាករខ្ញុំបាទទៅបាក់ទៅកីឡាករព្រឹកបាទលទ្ធផលគឺ3ស្មើលទ្ធផលគឺ3ស្មើហើយគ្រាប់ត្រប់រួមគឺ3-6រហូតដល់ចប់ការប្រកួត